មន្ត្រីបរិស្ថានផ្ទុះអាវុធបាញ់ប្រយុទ្ធគ្នាជាមួយក្រុមព្រានបោកបាញ់សត្វកក្រៅនៅក្នុងព្រៃស្នូផ្ទុះអាវុធកក្រៅនៅក្នុងព្រៃបានកាត់ឡើងជាញឹកញាប់រវាងក្រុមមន្ត្រីបរិស្ថានជាមួយក្រុមជនល្មើសនៅពេលរកបាញ់សត្វនៅក្នុងព្រៃមន្ត្រីបរិស្ថានបានដឹងថាហេតុការណ៍បាញ់ប្រហារគ្នានេះបានកាត់ឡើងជាញឹកញាប់2 ទៅ 3 ដងរួចមកហើយនៅក្នុងដែនចម្រោកសត្វព្រៃស្រែពកស្ថិតនៅក្នុងឃុំស្រែហ៊ុយនៅក្នុងស្រុកកោះញែកខេត្តមណ្ឌលគិរីសមត្ថកិច្ចបានដឹងថានៅពេលល្បាតនៅក្នុងតំបន់នោះក៏ប្រទះឃើញជនសង្ស័យ2នាក់ប្រដាប់ដោយកាំភ្លើងអាកាកំពុងរកបោកបាញ់សត្វព្រៃហើយបានបាញ់ប្រហារទៅលើក្រុមឧស្សាហនុរៈក៏មានការបាញ់តបតគ្នាដោយកំភ្លើងលាន់ក៏ក្រៅពេញព្រៃតែម្ដងក្រោយបាញ់ប្រហារគ្នាប្រហែល10នាទីក្រោយមកក៏ក្រុមជនសង្ស័យបានបាញ់រំដោះខ្លួនរត់គេចទៅបាត់អស់សមត្ថកិច្ចបានបញ្ជាក់ថាក្រុមជនសង្ស័យមានគ្នាចំនួន6នាក់ប្រដាប់ដោយអាវុធអាកាចំនួន3ដើមម៉ូតូ3គ្រឿងនិងបាននាំគ្នារត់គេចខ្លួនអស់មិនមាននរណាម្នាក់រងគ្រោះថ្នាក់ឡើយសមត្ថកិច្ចបានត្រឹមតែដកហូតវត្ថុតាំងរួមមានម៉ូតូ Honda Wave ចំនួន1គ្រឿងនិងសម្បកគ្រាប់ផ្ទុះចំនួន3យកទៅរក្សាទុករងចាំដោះស្រាយរកជនល្មើសជាបន្ត